ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast ដែលយើងនឹងទៅចែកពិភាក្សាតាក់ទងនឹងការបៀតបៀនតាមរយៈពាក្យសម្ដីទៅលើបងប្អូនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជារបស់យើងហើយយើងនឹងមានភ្ញៀវកិត្តិយសដែលជាជនជាតិដើមភាគតិចដើមនៅខាងខេត្តរតនគិរីគាត់នឹងមកចែកម្លែកបទពិសោធន៍នៅក្នុងការទៅចែកពិភាក្សារបស់យើងនេះជំរាបសួរបងបាទជំរាបសួរស៊ីនាងចាអរគុណច្រើនបងសម្រាប់ការចូលរួមមកចែកម្លែកជាមួយខ្ញុំនៅវគ្គនេះហើយជាបឋមដោយសារតែខ្ញុំស្គាល់បងឯងអញ្ចឹងខ្ញុំចង់ឲ្យបងណែនាំខ្លួនជាភាសាជនជាតិដើមភាគតិចហើយបន្ទាប់មកបងបកប្រែជាភាសាខ្មែរដើម្បីឲ្យបងប្អូនយើងបានស្គាល់បងដូចគ្នាដែរបាទអរយ៉ាងមែនមកបាប៉ាម៉នអត់ទៅប្រទេសកម្ពុជាហើយសេចអាង4កើតមកផ្លឹកនឹងធីកណាតឃុំតាឡាស្រុងដុំឯខេត្តរតនគិរីបច្ចុប្បន្នអពរាជធានីភ្នំពេញបាទជំរាបសួរបងប្អូននឹងក៏ជំរាបសួរដល់ប្រិយមិត្តជាពិសេសអ្នកសម្រួលខ្ញុំឈ្មោះអាង4កើតជាជាដើមវិទ្យាកញ្ចក់ដែលមកពីភូមិកណាតឃុំតាឡាស្រុងដុំឯខេត្តរតនគិរីបាទចាបច្ចុប្បន្នខ្ញុំប្រកបការងារនៅទីក្រុងភ្នំពេញចាអរគុណច្រើនបងឥឡូវយើងចូលមកដល់ការទៅចែកភាសារបស់យើងថ្ងៃនេះគឺដើម្បីយើងទៅចែកមើលថាតើបទពិសោធន៍បងប្អូនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជារបស់យើងនៅលើប្រព័ន្ធផ្សព្វផ្សាយតើមានរូបភាពបែបណាដែរអញ្ចឹងនៅវគ្គទី1នេះយើងនឹងទៅចែកផ្ដោតទៅលើតើអីទៅគឺជាការបៀតបៀនពាក្យសម្ដីនៅតាមប្រព័ន្ធអ៊ីនធឺណិតដែលមានកន្លងមកអញ្ចឹងចង់ដឹងថាតើកន្លងមកបងសង្កេតឃើញថាមានអ្នកផលិតមាតិកាដែលបង្កើតមាតិកាណាដែលប៉ះពាល់ដល់កិត្តិយសឬក៏ដែលធ្វើឲ្យមានទម្រង់នៃការរើសអើងផ្សេងនៅលើប្រព័ន្ធផ្សព្វផ្សាយទៅកាន់បងប្អូនជនជាតិដើមភាគតិចដែរទេបងបាទមានជាក់ស្ដែងដូចបងមួយដែលគាត់ផលិតមាតិកាមួយគាត់ដូចជាទៅកាលនោះខ្ញុំចាំដែរគាត់ទៅបាលីឬក៏ប្រទេសឌូបៃហើយគាត់មកឃើញបងប្អូនជនជាតិនៅឌូបៃហ្នឹងគាត់ដឹងគាត់ហូបអីទេវាដោយស្តៀងដីអីចឹងគាត់មកម៉ែថាក្រុមនេះស៊ីដីដូចជនជាតិអញ្ចឹងណាដោយពួកជនជាតិនៅយើងអញ្ចឹងនៅប្រទេសកម្ពុជាយើងអញ្ចឹងណាអញ្ចឹងម៉ែទាំងអស់ជនជាតិដើមប្រទេសតាមាននៅប្រទេសកម្ពុជាបងអាចបញ្ជាក់បានទេថាពេលដែល content គាត់មានន័យថាមាតិកាពេលដែលគាត់បង្កើតពេលនោះគាត់ផ្ដោតទៅលើជនជាតិណាមួយនៅក្នុងជនជាតិដើមភាគតិចណាមួយនៅក្នុងប្រទេសយើងដែរបងបើខ្ញុំចាំកាលនោះដូចជាគាត់សង្កត់ធ្ងន់ទៅលើជនជាតិដើមភាគតិចបណ្ដងអញ្ចឹងណាគាត់ថាដូចគាត់ប្រើពាក្យថាក្រុមនេះស៊ីដីដូចជនជាតិបណ្ដងអញ្ចឹងណាអញ្ចឹងមើលទៅបើយើងស្ដាប់មកផ្លែតវាសាមញ្ញធម្មតាប៉ុន្តែបើសិនជាយើងគិតក្នុងន័យស៊ីចម្រៅក្នុងន័យសិទ្ធក្នុងអីវាប្រៀបហាក់ដូចជាយើងរើសអើងអញ្ចឹងយើងមិនបានគេហៅថាអនុវត្តសិទ្ធពេញលេញរបស់ប្រកួតទាំងដែលប្រកួតមានសិទ្ធពិសេសសម្រាប់ការអនុវត្តសិទ្ធរបស់ប្រកួតម្នាក់ចាបងអរគុណកាពិតបងជាជនជាតិដើមភាគតិចកញ្ចក់ទេតែនៅពេលដែលបងមើលឃើញមាតិកាដែលបង្កើតឲ្យប៉ះពាល់ដល់បងប្អូនជនជាតិដើមភាគតិចដែរតែជនជាតិដើមភាគតិចពូណងតើបងមានអារម្មណ៍បែបណាដែរហើយបងប្រតិកម្មឬក៏មានធ្វើសកម្មភាពអីដើម្បីចូលរួមវែកញែកទៅចែកវែកញែកនៅលើមាតិកានោះអត់បងចា៎មែនតើយើងមានជាសមាជិកឬក៏ជាក្រុមបណ្ដាញរបស់យើងណាយើងយកអាហ្នឹងឲ្យមកចែកលេខជាក្រុមហើយយើងមកភាគហើយយើងឆ្លើយតបទៅគាត់ក៏មានបងប្អូនមួយចំនួនគេ comment ឬក៏តបតទៅគាត់បែបពាក្យអសរោះដែរប៉ុន្តែយើងតែងតែលើកទឹកចិត្តទោះបីគាត់ប្រើពាក្យអសរោះមកក្រុមថាគាត់ប្រើពាក្យពួកជនជាតិអញ្ចឹងណាអញ្ចឹងវាក៏ដោបទាំងអស់អញ្ចឹងប៉ុន្តែពេលយើងត្រឡប់ទៅវិញទី1គឺយើងឲ្យគាត់ចេញសារសុំទោសជាសារនេះ live វីដេអូហើយទី2យើងប្រើពាក្យសំរុំទៅគាត់វិញប៉ុន្តែក្នុងករណីនេះក៏មានបងប្អូនមួយចំនួនគាត់ប្រើពាក្យហេងលើសដែរត្រឡប់ទៅគាត់ណាតាំងតែដោយសារតែប្រគាត់មានគេហៅថាកំហឹងណាយើងដឹងស្រាប់ថាយើងខ្ញុំមកថាថ្មីរវាងជនជាតិ
ប្រទេសខ្មែរក៏ដែរថាកម្មជនជាតិខ្មែរយើងជាមួយជនជាតិថៃវាប៉ះពីគ្នាស្តៀងតែអញ្ចឹងចាបងចាបាទអរគុណច្រើនបងបានលើកជាដំណោះស្រាយមួយចំនួនថានៅពេលដែលមានអ្នកផលិតមាតិកាឬក៏ការទៅចែកវែកញែកណាមួយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលអាចប៉ះពាល់ទៅដល់ជនជាតិដើមភាគតិចអ្វីដែលយើងគួរតែធ្វើនោះទី1គឺយើងតាក់ទងទៅអ្នកផលិតមាតិកាហ្នឹងដើម្បីឲ្យគាត់កែសម្រួលនៃឬក៏ចេញសារណាមួយដើម្បីកុំឲ្យមានការយល់ច្រឡំឬក៏តម្រង់ណាមួយរើសអើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយទៅកាន់ប្រជាជនទូទៅឬក៏ប្រជាពលរដ្ឋខ្មែរជាពិសេសហើយនឹងអ្នកផ្សេងទៀតដើម្បីឲ្យគាត់កុំឲ្យគាត់យល់ច្រឡំមកនៅប្រទេសកម្ពុជាអញ្ចឹងអរគុណច្រើនបងសម្រាប់ការចែកម្លែកវិធីសាស្ត្រមួយនេះហើយខ្ញុំគិតថាជាការមេរៀនមួយសម្រាប់ឲ្យបងប្អូនយើងស្វែងយល់ហើយឲ្យតម្លៃទៅលើជនជាតិដើមភាគតិចដែរអញ្ចឹងនៅក្នុងវគ្គនេះយើងទៅចែកវែកញែកទៅលើការប្រាប់ពាក្យសម្ដីមិនសមរម្យនៅលើបណ្ដាញសង្គមប៉ុណ្ណេះហើយអរគុណហើយសម្រាប់អ្នកបងដែលបានចែកម្លែកខ្លីប៉ុណ្ណេះហើយជាសនំពរហើយជាការស្នើសុំទៅដល់បងប្អូនទាំងអស់គ្នាដែរថាចូលរួមស្វែងយល់ទាំងអស់គ្នាអំពីគុណតម្លៃរបស់មនុស្សម្នាក់មិនថាគាត់ជាជនជាតិដើមភាគតិចឬក៏គាត់មានអត្តសញ្ញាណ gender បែបណាឬក៏គាត់មកពីបែបណាទេតែសូមឲ្យតម្លៃគាត់ក្នុងនាមជាមនុស្សហើយប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឲ្យកាន់តែប្រសើរឡើងដើម្បីឲ្យយើងយល់ពីគ្នាចែកម្លែកព័ត៌មានជាមួយគ្នាហើយជាព័ត៌មានពិតដោយមិនបង្កើតជាទម្រង់រើសអើងណាមួយអរគុណទាំងគ្នាសិន